រៀនរស់នៅម្នាក់ឯងឲ្យបានសប្បាយចិត្តព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាចនៅក្បែរអ្នករៀងរហូតនោះទេក្តីសុខដែលកើតចេញពីខ្លួនឯងក្នុងដំណើរជីវិតមនុស្សជាច្រើននឹងដើរចូលមកហើយក៏ដើរចេញទៅវិញគ្មានណាម្នាក់អាចនៅក្បែរយើងរហូតដល់ដង្ហើមចុងក្រោយក្រៅពីខ្លួនយើងនោះឡើយរៀនរស់នៅម្នាក់ឯងឲ្យបានសប្បាយចិត្តគឺជារបងការពារផ្លូវចិត្តដ៏រឹងមាំបំផុតរៀនស្គាល់ខ្លួនឯងស្វែងយល់ពីអ្វីដែលយើងចូលចិត្តនិងអ្វីដែលឲ្យធ្វើឲ្យយើងរីកចម្រើនឈប់រំពឹងពីអ្នកដទៃកាលណាការរំពឹងទៀតក្តីសុខនឹងកើតឡើងផ្ដល់រង្វាន់ឲ្យខ្លួនឯងញ៉ាំអាហារឆ្ងាញ់ៗទៅដើរលេងឬអានសៀវភៅដែលអ្នកចូលចិត្តបើអ្នកមិនទាន់អាចធ្វើឲ្យខ្លួនសប្បាយចិត្តផងតើអ្នកអាចរំពឹងឲ្យអ្នកដទៃមកផ្គប់ចិត្តក្តីសុខយើងបានយ៉ាងដូចម្តេចចូលធ្វើជាមិត្តដ៏ល្អបំផុតរបស់ខ្លួនឯងចាប់ពីថ្ងៃនេះតទៅកុំចំណាយពេលវេលាបញ្យល់ពីខ្លួនឯងទៅកាន់មនុស្សដែលស្អប់អ្នកព្រោះទោះបីអ្នកធ្វើល្អប៉ុន្មានក៏គេនៅតែរកចន្លោះប្រហោងដើម្បីមើលងាយអ្នកដដែលកុំខាតពេលនឹងមនុស្សដែលមិនឲ្យតម្លៃយើងកុំចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកដើម្បីទៅបញ្យល់ឬការសុំយល់ចិត្តពីមនុស្សដែលស្អប់អ្នកចងចាំថាមនុស្សដែលស្អប់អ្នកគេមើលឃើញតែកំហុសទោះបីជាអ្នកបង្ហាញភាពត្រឹមត្រូវកម្រិតណាក៏ដោយ1ការពិតអ្នកមិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេ2សកម្មភាពបើគេយល់ច្រឡំទុកឲ្យគេយល់ច្រឡំចោះបើគេមើលងាយទុកឲ្យគេមើលងាយចោះ3លទ្ធផលសន្តិភាពផ្លូវចិត្តរបស់អ្នកគឺស្ថិតនៅលើការដែលអ្នកមិនខ្វល់ពីអ្នកដទៃចូលប្រើពាក្យសម្ដីមើលងាយទាំងនោះធ្វើជាឈ្នន់ដើម្បីជន់ឈានទៅរកភាពជោគជ័យនៅពេលដែលអ្នកជោគជ័យសកម្មភាពរបស់អ្នកនឹងក្លាយជាចម្លើយដ៏ល្អបំផុតដោយមិនចាំបាច់ហត់នឿយបញ្យល់សូម្បីតែមួយម៉ាត់